តោះយើងមកកែច្នៃបន្លែដែលយើងសល់នៅក្នុងទូមកធ្វើជាម្ហូបថ្មីចាបន្លែរបស់ខ្ញុំនៅមានក្រោយពីញ៉ាំមីសួរទៅគឺនៅសល់តែខ្ទឹមបារាំងខ្ទឹមក្រហមហើយនឹងជីតែខ្ញុំក៏ទៅយកបកាហើយនឹងមឹកហើយនឹងប្រហិតហើយនឹងមីពីកញ្ចប់បងប្អូនសាក់ទាញមើលតើជាអ្វីទៅចាគឺមុខម្ហូបញ៉ាំមីមួយមុខទៀតខ្ញុំដាំទឹកឲ្យពុះស្រោះមីពីកញ្ចប់តែកុំឲ្យស្រស់ទន់ពេកបងប្អូនស្រស់មកល្មមហើយលើកហ្មងហើយខ្ញុំស្រស់ប្រហិតទៅហ៊ូហ្នឹងគឺខ្ញុំស្រស់ដូចគ្នាដែរបន្ទាប់មកយើងស្រស់មឹកហ្នឹងតែ3នាទីទេចាលឿនមែនតើម្ហូបហ្នឹងបន្ទាប់មកខ្ញុំចាក់បង្គាដែលខ្ញុំបករួចបងប្អូនគឺយើងមិនស្រោះយើងឆ្អិនស្រាប់ហ៎ដាក់គ្រឿងមីមួយកញ្ចប់បានហើយបងប្អូនព្រោះអីមីយើងមានរសជាតិប្រៃហើយយើងដាក់ប្រេងឆារបស់មីហ្នឹងឲ្យវាឈ្ងុយមីតុងយ៉ាំបងប្អូនដាក់ស្ករ1ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយហើយនឹងទឹកក្រូចឆ្មា2ស្លាបព្រាបាយកន្លះសម្រាប់មីពីកញ្ចប់ចាបងប្អូនរៀងសាបអាចថែមជាមួយនឹងគ្រឿងមីពីកញ្ចប់ក៏បានដែរចាហើយខ្ញុំដាក់ទឹកត្រីដែរខ្ញុំដាក់ទឹកត្រីមកស្លាបព្រាដែរចាហើយខ្ញុំច្របល់គ្រឿងហ្នឹងហើយខ្ញុំដាក់ម្ទេសឆាខ្ញុំចូលទៀតចាដើម្បីវាមានជាតិហឹរបងប្អូនបន្ទាប់មកបន្លែដែលយើងនៅមានហ្នឹងដាក់ចូលទាំងអស់រួចជាការស្រេចហើយយើងគ្រាន់តែដាក់ជីហើយនឹងម្ទេសដែលយើងនៅមកនិយាយទៅខ្ញុំធ្វើម្ហូបខ្ញុំញ៉ាំឲ្យអស់ពីលទ្ធភាពហ្មងចាហើយយើងច្របល់ចូលគ្នាចាយើងបានម្ហូបថ្មីមួយមុខទៀតហើយគឺញ៉ាំមីហឹររបស់យើងចាយើងធ្វើរួចអីរួចក៏ហៅកូនមកអង្គុយញ៉ាំជាមួយចាបង្កើតភាពរីករាយជាមួយកូនស្នាមញញឹមជាមួយកូននៅមុខម្ហូបញ៉ាំមីនេះចាហើយនឹងឈៀលជាមួយកូនជាមួយនឹងទឹកសុទ្ធព្រោះមីហឹរចឹងញ៉ាំជាមួយនឹងទឹកសុទ្ធអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាយបាយ